ទ្រីស្ដេចឥន្ទ្រីគំនិតដ៏មានថាមពលសម្រាប់បង្កើតចិត្តរឹងមាំនិងចក្ខុវិស័យមុតស្រួចដូចជាស្ដេចនៃមេឃ1មើលគោលដៅឲ្យច្បាស់ឥន្ទ្រីអាចមើលឃើញអាហារពីចម្ងាយឆ្ងាយណាស់ជីវិតយើងក៏ដូចគ្នាត្រូវដឹងថាគោលដៅធំបំផុតគឺអ្វីហើយផ្ដោតលើវាទោះផ្លូវវែងឬលំបាកក្តី2មើលឃើញរូបភាពធំការហោះខ្ពស់ធ្វើឲ្យឥន្ទ្រីមើលឃើញទូលំទូលាយកុំជាប់នៅក្នុងបញ្ហាតូចៗសាកដកខ្លួនថយមកមើលរូបភាពធំអ្នកនឹងឃើញឱកាសដែលវាលាក់ខ្លួន3មិនរស់នៅក្នុងអតីតកាលឥន្ទ្រីចាប់អាហារថ្មីៗជានិច្ចយើងក៏មិនគួរជាប់នៅក្នុងជោគជ័យចាស់ឬបរាជ័យចាស់ត្រូវបង្កើតថ្មីនិងអភិវឌ្ឍខ្លួនជានិច្ច4មិនខ្វល់សំឡេងតូចតាចពេលឥន្ទ្រីហោះខ្ពស់បាក់សីតូចៗមិនអាចរំខានបានបើអ្នកចង់ទៅមុខកុំផ្ដោតតម្លៃសំឡេងរិះគន់ពីអ្នកដែលគិតខុសកម្រិត5ផ្ដោតរហូតដល់ឈ្នះពេលឥន្ទ្រីចាប់បានគោលដៅវាមិនបោះបង់រហូតទាល់តែចាប់បានជីវិតមនុស្សក៏ដូចគ្នាត្រូវមានការផ្ដោតនិងមិនបោះបង់ចោល6ប្រើព្យុះជាកម្លាំងបាក់សីផ្សេងៗលាក់ខ្លួនពេលមានព្យុះតែឥន្ទ្រីប្រើខ្យល់ព្យុះដើម្បីហោះខ្ពស់ជាងមុនយើងត្រូវចេះយកវិបត្តិធ្វើជាកម្លាំងដើម្បីរុញខ្លួនឯង7បោះបង់អំនួតឬ ego ដើម្បីកកើតថ្មីពេលដល់វ័យមួយឥន្ទ្រីត្រូវផ្លាស់ប្ដូរខ្លួនដើម្បីរស់នៅបន្តយើងក៏ត្រូវរៀនលះបង់គំនិតចាស់ៗដើម្បីក្លាយខ្លួនជាមនុស្សរឹងមាំជាងមុន8ក្លាហានហោះដោយឯកឯងឥន្ទ្រីហោះឯកោកុំភ័យក្នុងការដើរផ្លូវត្រឹមត្រូវតែម្នាក់ឯងជោគជ័យធំតែងតែចាប់ផ្ដើមពីទីនោះ9ជ្រើសរើសមនុស្សឲ្យល្អមុនផ្ដោតទុកចិត្តត្រូវសង្កេតនិងវាស់វែងមនុស្សជុំវិញខ្លួនប៉ះពាល់ដល់អនាគតអ្នកយ៉ាងខ្លាំង10មិនចោះចាញ់ឧបសគ្គមិនថាបញ្ហាធំប៉ុណ្ណាឥន្ទ្រីមិនបោះចោលភាពមុតមាំគឺបេះដូងនៃជ័យជំនះ11ជ្រើសរើសសង្គមដែលជំរុញអ្នកបើចង់រីកចម្រើនស្ថិតនៅក្នុងបរិយាកាសដែលជំរុញអ្នកឲ្យកាន់តែល្អ12កុំឆ្លើយតបអ្នកចំអកមានតែក្អែកទេដែលហ៊ានចំអកជាមួយឥន្ទ្រីតែឥន្ទ្រីមិនវាយតបវាហោះខ្ពស់ឡើងរហូតក្អែកធ្លាក់ចុះដោយខ្លួនឯងការដែលល្អជាងគេគឺក្លាយខ្លួនឲ្យល្អជាងមុន13ចាក់ចេញពី comfort zone ដើម្បីរឹងមាំត្រូវហ៊ានធ្វើរឿងលំបាកនិងហ៊ានលំដំខ្លួនជានិច្ច14ធ្វើការឲ្យឆ្លាតឥន្ទ្រីមិនផាត់ស្លាបគ្រប់ពេលដែលវាហោះនោះទេវាប្រើខ្យល់ឲ្យជួយធ្វើការឲ្យឆ្លាតមិនមែនខំតែយ៉ាងដាច់ខាតតែម្យ៉ាងនោះទេ15រក្សាចិត្តឲ្យស្អាតមិនកកស្ទះដោយអារម្មណ៍អវិជ្ជមានដើម្បីហោះបានស្រាលនិងកាន់តែឆ្ងាយបន្ទាប់ចុងក្រោយគឺឥន្ទ្រីមិនហោះខ្ពស់ព្រោះវាមានកម្លាំងខ្លាំងបំផុតនោះទេតែគឺឥន្ទ្រីមានទស្សនៈច្បាស់បំផុតនៅលើមេឃដូចនេះហើយទើបឥន្ទ្រីគឺជាស្ដេចនៃមេឃ